ចាថ្ងៃសៅរ៍អត់បានទៅណាទេគឺនៅផ្ទះធ្វើម្ហូបដោយសារគ្រួសារខ្ញុំគាត់ធ្វើការអញ្ចឹងងើបពីគេជិះម៉ូតូទៅផ្សារដោយសារបើកទូទឹកកកទៅឃើញថៃប្រមាផ្ញើនេះកន្លែងធ្វើការគាត់ទិញឲ្យមុននោះចាឡើងចិត្ត10000ហ្នឹងហើយប៉ុណ្ណឹងថ្លៃដែរថៃហ្នឹងហើយក៏យកសាច់ជ្រូកចូល3ខាំហ្នឹងហើយចាយកមកច្រាមឲ្យថៃប្រមានេះខ្ញុំហុយចង់ជ្រុលដោយសារហ៊ានទៅលើទី1យើងអត់សូវដឹងចាឥឡូវយើងយកវាមកច្រឡេះមកប្រឡេះវាចាយកតែសាច់ដកឆ្អឹងចេញហើយនេះជាគ្រឿងផ្សំដែលខ្ញុំមានចាច្រាមរួចហើយចាមានប៉ុណ្ណេះដែរមានពណ៌មានខ្ទឹមក្រហមខ្ទឹមសហើយម្ទេសស្លឹកខ្ទឹមហើយត្រីប្រមារបស់យើងហ្នឹងបន្ទាប់មកចាក់គ្រឿងទាំងអស់ចូលគ្នាតែម្ដងចាដើម្បីអីកូរវាឲ្យសព្វដាក់ថែមស្ករថែមប៊ីចេងតាមចំណង់ចំណូលចិត្តចារួចក៏ខ្ញុំចាក់ពងមាន់ចូលចំនួន2គ្រាប់កន្លះខ្ញុំយកអាក្រហមនេះទុកដាក់វាពេលនៅខាងលើឲ្យវាពណ៌ស្អាតហើយខ្ញុំដាក់រៀងស្ករច្រើនតិចឯដោយសារត្រីនឹងរៀងប្រៃចាខ្ញុំដាក់ប៊ីចេងចូល2ល្ព្រាកាហ្វេខ្ញុំបានថែមទឹកបន្តិចខ្ញុំសង្ស័យខ្ញុំដាក់ទឹកឡើងនឹងច្រើនពេកមិនដឹងព្រោះស្អីខ្ញុំដាំទឹកទៅខ្ញុំប្រើឆ្នាំងភ្លើងអញ្ចឹងអាទឹកនោះវារៀងសាចខ្ញុំគិតថាមកពីអញ្ចឹងឬក៏អាចខ្ញុំដាក់ទឹកជ្រុលហើយធ្វើការបេះបន្លែអីស្អាតទៅមើលតែចាក់ទៅវារៀងចង់ឆ្អិនហើយខ្ញុំយកអាពងមាន់នៅសល់មួយគ្រាប់មុនហ្នឹងយកមកលាបវានៅពីលើចាហើយនេះឆ្អិនហើយចារៀងធ្វើលើកទី1អត់អីទេយើងអាចទទួលយកបានប៉ុន្តែសំខាន់គ្រូសាស្ត្រខ្ញុំគាត់ថាមិត្តភក្តិគាត់មកលេងហើយគាត់ប្រាប់ខ្ញុំធ្វើចិត្តឆ្អិនហើយហ្នឹងអញ្ចឹងខ្ញុំបានទៅផ្សារទៀតទេដោយសារអីមេក្តៅដែរចឹងមានធំញ៉ាំទៅបងអើយធ្វើម៉េចខ្ញុំមិនសូវប៉ិនធ្វើម្ហូបទេរាល់ថ្ងៃរៀនទេដោយសារពីមុនទិញតែគេញ៉ាំស្រាប់ហ្នឹងចេញពីសាលាមកហើយទិញអីញ៉ាំនៅកន្លែងធ្វើការអញ្ចឹងទៅអញ្ចឹងហើយអធិស្ឋានបើសិនជាញ៉ាំអត់កើតអីចេះធំញ៉ាំទៅនិយាយថាមេឃនេះនិយាយថាក្តៅអើយក្តៅចាគាត់នឹងអីផងសពអន្លឹមសិចឥឡូវហ្នឹងប្រាប់គាត់ថាបងម៉ូតូចូលមុខទៅឲ្យហើយទៅចាមិនកុំឲ្យត្រូវទឹកភ្លៀងផ្សិតតាវ៉ាន់នៅលើម៉ូតូពីនាងខ្ញុំនេះឆ្វាលចុះឆ្វាលឡាននៅជុំវិញគេដែរហ្នឹងចាដោយសារអីស្វាឥឡូវចាប់ផ្ដើមក្តាប់ទៀតហើយខ្ញុំដើរឆ្វាលមើលមួយណាអាចញ៉ាំបានស្រួលគេបេះឲ្យបានអូខេចាអធិស្ឋានក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបើមានចំណុចណាមិនសមរម្យសូមខន្តីអភ័យទោសជួបនេះខ្ញុំមិនអត់ទេនៅក្នុងវីដេអូក្រោយណាជម្រាបលាបាយបាយ